ស្ដីទាំងនេះមកកាន់ការសម្ដែងរឿងរបស់មានម្ដងទៀតហើយនឹងហើយវីដេអូនេះគឺមានធ្វើទុកទៅប៉ុណ្ណោះមិនដឹងថាថ្ងៃណាបានចេញនោះទេនឹងហើយបើសិនជាឃើញវីដេអូនេះនៅថ្ងៃណាហើយនឹងហើយជាថ្ងៃដែល admin ចេញដូច្នេះកុំឲ្យខាប់ពេលវេលាយូរចូលទៅកាន់សាច់រឿងរបស់យើងតែម្ដងទៅបន្ទាប់ពីគាត់និយាយគ្នាជាមួយជីហូហើយក៏ឡើងនោះក៏មានការបំទុយយ៉ាងខ្លាំងក្លាផងដែរក្មេងស្រីតូចបន្ទាប់ពីឃើញហើយនាងក៏បានទៅវិនិច្ឆ័យមើលទៅកាន់ទីនោះថាមានរឿងអីចឹងទៅគណៈពេលដែលក្មេងស្រីតូចបាត់អ្នកទាំងពីរនោះក៏បានតាក់ទងមកទៀតហើយគឺជាហ្វឹងធាននិងលោកពូស៊ូរបស់គេហ្នឹងឯងហ្វឹងធានក៏បានប្រាប់ដែរថាទនកម្មនៃអរិយគឺវាបានបញ្ចប់ហើយប៉ុន្តែទឹកដីពោះស្រាប់តែបន្ទូឡើងដឹងមិនដឹងមូលហេតុគឺកន្លែងបន្ទូអមិញហ្នឹងនឹងក៏ឲ្យគាត់ទៅពិនិត្យមើលផងដែរលោកពូស៊ូគេក៏បាននិយាយទៀតហើយចង្គៀងប្រលឹងឬក៏ទៀនប្រលឹងរបស់ម្ដាយរបស់ឯងគឺមិនអីនោះទេប៉ុន្តែទឹកដីនេះគ្រួសារជីត្រូវបានបន្ទូឡើងបន្ទាប់ពីទនកម្មបានដាក់ហើយគ្រួសារស៊ូគឺនៅសុខសប្បាយនៅឡើយទេវូយ៉ុងក៏បានរអ៊ូហើយសូម្បីតែកន្លែងទាំង3នេះតើឬក៏មានអ្នកប្រឆាំងនឹងខ្ញុំតើមានទេប្រកាសណាស់រឿងនេះមិនមែនជារឿងដែលចៃឧត្តមទេទោះឲ្យប្រុសក៏បានអរគុណទៅកាន់ពួកគេដ៏អរគុណទៅកាន់អាចារ្យហ្វឹងធានដែលបានស៊ើបអង្កេតអំពីទឹកដីនេះគ្រួសារពោះចំណែកគ្រួសារស៊ូនៅវិញប្រសិនបើជាទៀនប្រលឹងរបស់ម្ដាយរបស់ខ្ញុំនៅតែមិនអីគឺសុខសប្បាយនោះទេអាចារ្យហ្វឹងធានក៏បានប្រាប់ទៀតឯនោះទេបន្ទាប់ពីការស៊ើបអង្កេតហើយខ្ញុំនឹងតាក់ទងទៅអ្នកបន្តទៅទៀតបន្ទាប់ពីការតាក់ទងហើយកាន់មកដល់ទឹកដីនេះពោះហើយនៅវិញពួកបិសាចនឹងកំពុងតែបន្លត់ភ្លើងហើយបន្ទាប់ពីក្មេងស្រីបិសាចឬក៏តែបិសាចសួរបន្តិចហើយទូប្របីយើងក៏បានមកដល់នាងក៏បានប្រាប់ទៅវិញហើយថាទីនេះខ្ញុំមិនបានរកឃើញព័ត៌មានអ្វីនោះទេការបំទុះនេះគឺវាធ្វើឡើងភ្លាមគ្មានអារម្មណ៍ឬក៏គ្មានការដឹងអ្វីឡើយគឺវាមានតែនៅក្នុងទឹកដីពោះប៉ុណ្ណោះវូយ៉ុងក៏បានសួរទៅកាន់នាងទៀតថាបន្ទាប់ពីបូជាចារនៃពោះនោះរៀបចំជាមួយនឹងអុករបស់អ្នកឬក៏ពលឹងចំណែកមួយរបស់អ្នកនឹងតើពួកគេបានរៀបចំរាជវាំងឬក៏កន្លែងរស់នៅហើយឬនៅបិសាចតូចក៏បានប្រាប់ទៅកាន់គាត់វិញដែរថាគឺមានកន្លែងមួយដែលហៅថាផ្ទះសំណាក់ខាងកើតទីនោះប្រកាសណាគឺជាកន្លែងរស់នៅរបស់ត្រកូលពោះនឹងឯងបន្ទាប់មកគាត់ក៏បានសើទៅកាន់នាងព្រមទាំងឲ្យនាងនឹងនាំគាត់ទៅកន្លែងនោះទៅប៉ុន្តែនាងសុំឲ្យគាត់នឹងយកនាងធ្វើជាសាសិនទៅបាននាងនាំទៅប៉ុន្តែគាត់ឲ្យនាំទៅឥឡូវទៅហើយពួកគេក៏បានទៅដល់ទីនោះតែម្ដងនាងក៏បាននិយាយទៀតថានេះហើយគឺជាផ្ទះសំណាក់របស់សៀនជីឬក៏អាចារ្យពោះដែលផេះនៅភាគមុនហ្នឹងនាងនៅតែរអ៊ូនាងបានស្លាប់ដោយសារតែអ្នកហើយហើយបានជាអ្នកមករវីរវល់ជាមួយនឹងផ្ទះរបស់នាងទៀតបន្ទាប់ពីគាត់បើកពេលចេញមកក៏មានដាវមួយវាប្រហារមកកាន់គាត់តែម្ដងបន្ទាប់ពីបើករៀបបាំងហើយគាត់ក៏បានគិតទៀតថាថាពូមួយនេះចង់លេងសើចជាមួយនឹងខ្ញុំផងវាក៏ហាក់ដូចជាថាពររបស់នារីម្នាក់នោះឯងក្មេងស្រីតូចនោះក៏បានបោះទៅកាន់ពលឹងនៃអុកទៅជួយទៅកាន់គាត់ផងដែរហើយក៏បានសួរទៅគាត់មើលអីនោះទេនឹងមិននឹកស្មានថាក្មេងស្រីពូនោះពិតជាសាហាវបែបនេះនោះទេបន្ទាប់ពីទើបប្រវយើងចាត់ការហើយក៏បាននិយាយថាវាមកអីនោះទេនេះប្រៀបដូចជាថាពលនេះ lightsaber ឬក៏ដាវពន្លឺចឹងទៅតែដូចជាតនកម្មសានសួរដែរបន្ទាប់ពីនាងទទួលបានពលឹងសត្វតូចមួយហើយក៏បាននិយាយថាมันមានស្រីរឿងអ្វីនៅខាងក្នុងនោះទេតើអ្វីទៅជាទំនាក់ទំនងរបស់សៀនយូនិងធានហ្វានោះបន្ទាប់ពីពួកគេធ្វើដំណើរចូលទៅខាងក្នុងរយៈពេល80ម៉ោងហើយក៏បានឃើញទៅកាន់ដុំថ្មមួយដុំដែលវាពិតជាធំខ្លាំងមែនទែនហើយវាគឺមានឫសមូលទៀតផងបន្ទាប់ពីក្មេងស្រីតូចបានឃើញហើយក៏បាននិយាយថាវាគឺមិនទូចនោះទេប្រហែលជាអាចដាក់ក្នុងកាបូបសៀនគួតបានអាចារ្យសៀនយូទទួលបានវាមកពីណាទៅហើយគាត់ក៏បានប្រើនៅវិជាកូដសម្ងាត់មួយដើម្បីឆែកពិនិត្យមើលទៅកាន់សារដែលនៅក្នុងនោះនិងគាត់ក៏បានគិតវាមិនជារឿងធម្មតានោះទេបន្ទាប់មកគាត់ក៏បាននិយាយថាវាគឺជាផតតាំងរំអិតនៃការរកឃើញហើយគាត់ក៏បានឃើញទៅកាន់នាងនឹងនិយាយទៅកាន់ថ្មនឹងតែម្ដងនិងនាងក៏បាននិយាយខ្ញុំបានជួយទៅកាន់ព្រឹទ្ធាចារ្យក្នុងរយៈពេលមួយខែកាលពីយប់មិញកន្លែងហ្នឹងគឺវល់ខ្លាំងមែនទែននឹងនិយាយយ៉ាងម៉េចទេគណៈពេលនោះក៏មានស្រមោលមួយចេញពីដុំថ្មនឹងព្រមនិយាយទៀតថាព្រះបុត្រឋានសួគ៌ត្រូវតែស្លាប់ប្រកាសណាអ្នកចូលរួមទាំងអស់ប្រសិនបើអាចសម្លាប់ទៅកាន់គេបាននឹងបំរួមនៃត្រកូលទាំង5បើមិនដូច្នោះទេមានតែព្រលឹងរបស់អ្នកបណ្ណោះត្រូវបានបំផ្លាញត្រូវតែចងចាំចំពោះរឿងនេះហើយនាងក៏បានចោលយកព្រមវូយ៉ុងក៏បានគិតទៀតហើយខ្ញុំមិនដឹងថាខ្មោចនោះជានរណានោះទេប៉ុន្តែវាប្រៀបដូចជាសត្រូវរបស់ឪពុករបស់ខ្ញុំក្មេងស្រីតូចក៏បានហៅទៅកាន់គាត់តាមដែលខ្ញុំបានមើលឃើញនោះអាបរោះស្មិតម្នាក់នោះឬក៏បរោះខ្មោចម្នាក់នឹងបានអួតថានឹងផ្ដល់ថងពុតឲ្យពួកគេប៉ុន្តែគណៈពេលដែលនាងកំពុងតែនិយាយនឹងច្រឡំហមមួយក៏បានបើកលេចចេញមកនឹងស្រោមនាងចូលទៅក្នុងបាត់ទៅនាងក៏ព្រមនឹងស្រែកទូប្ររបស់យើងជួយផងដែរទូប្ររបស់យើងបន្ទាប់ពីឃើញហើយគាត់ក៏បានដកព្រលឹងមួយផ្នែករបស់គាត់នឹងចូលទៅខាងក្នុងតែម្ដងជាមួយនឹងនាងនឹងឯងបន្ទាប់ពីបញ្ជូនព្រលឹងពេលកណ្ដាលចូលទៅខាងក្នុងហើយគាត់ក៏បានគិតទៀតថាជាមួយនឹងចំនួនព្រលឹងរបស់ខ្ញុំពេលកណ្ដាលនោះប្រកាសណាវាគឺជាអ្វីដែលខ្ញុំអាចមើលឃើញនៅក្នុងនោះករណីនេះខ្ញុំក៏ចង់ដឹងដែរថាអ្វីនៅខាងក្នុងនោះខណៈពេលនោះក៏លេចទៅកាន់អាចារ្យមួយវិញរបស់យើងហៅទៅកាន់មួយយ៉ងនិងក៏បានសួរទៅកាន់គាត់ហើយបានជាព្រលឹងពេលកណ្ដាលរបស់អ្នកត្រូវបានបាត់បង់និងបាត់ភ្លាមបែបនេះគាត់ក៏បានប្រាប់ថាកុំបារម្ភអីចំពោះរឿងនេះប៉ុន្តែគណៈពេលនោះអាចារ្យរបស់យើងក៏បានក្អួតឈាមតែម្ដងហើយក៏រលីនាងបាត់ពីទីនោះតែម្ដងវូយ៉ងគណៈពេលដែលបានឃើញក៏បានបារម្ភខ្លាំងមកទៀតនិងបានប្រើកម្លាំងធាតុរបស់គាត់បំផ្លាញទៅកាន់ថ្មមួយនោះបន្ទាប់មកកាន់មកដល់ទីកន្លែងឯនេះវិញគឺជាទីកន្លែងដែលអត់កំបាំងនៅក្នុងថ្មរង្វង់មូលនឹងឯងបន្ទាប់ពីអ្នកទាំងពីរចូលមកដល់ខាងក្នុងហើយ
វយងក៏បានគិតទៀតហើយនៅក្នុងនេះខ្ញុំប្រហែលជាមិនអាចចេញបាននោះទេមានតែបន្តដើម្បីបើកទ្វារចូលទៅខាងក្នុងប៉ុណ្ណោះក្មេងស្រីតូចក៏បានឃើញអ្វីមួយនឹងហៅគាត់មកមើលផងដែរនឹងនិយាយនេះប្រហែលជាអំណាចនៃអកហើយមើលទៅណាមួយនេះប្រហែលជាអ្វីដែលក៏សម្ព័ន្ធទាំង5ទៅតែអាចបើកបានយើងគឺគ្មានវានោះទេប៉ុន្តែមួយយងរបស់យើងមកបើកក្រុមនិយាយទៀតថាតើនរណាថាវាគឺជាធម្មពលរបស់ក៏សម្ព័ន្ធទាំង5នោះគណៈពេលដែលគាត់កំពុងតែបើកឡើងនឹងក៏មានសម្លេងមួយនិយាយទៀតថាអស្ចារ្យណាស់កម្លាំងនៃក៏សម្ព័ន្ធទាំង5អាណាចក្រសម្ងាត់ឥឡូវនេះត្រូវបានបើកឡើងក្មេងស្រីតូចក៏បានជឿថាវាហាក់ដូចជាការរំពឹងទុករបស់ខ្ញុំគណៈពេលនោះទៅប្រពន្ធយើងមិនដឹងជាមើលអ្វីនោះទេហៅទៅកាន់អាចារ្យមួយវិញប៉ុន្តែគណៈពេលនោះទ្វារនោះក៏បានបើកឡើងនឹងស្រុបទៅកាន់ពួកគេចូលទៅខាងក្នុងបាត់ទៅបន្ទាប់មកពួកគេក៏មកដល់កន្លែងដ៏រញ៉េរញ៉ៃមួយនេះមិនដឹងថាស្អីទៅស្អីនោះទេក៏មានសម្លេងមួយទៀតបានជឿថាគ្មានក៏សោកស្ដាយក្មេងស្រីតូចក៏បានរអ៊ូទៀតថាថាពលចេញពីអ្វីទាំង9នេះគឺពិតជាមិនអាចប៉ាន់ស្មានបាននោះទេវាដូចជាមិនមែនការងាយស្រួលនោះទេសម្រាប់ព្រះដើម្បីចាក់ចេញទៅកន្លែងគ្រប់ទីកន្លែងនោះវូយ៉ងក៏បានគិតទៀតថាប្រលឹងពេលកណ្ដាលរបស់ខ្ញុំត្រូវទៅនៅជាមួយនឹងអាចារ្យមួយវិញឥឡូវនេះខ្ញុំក៏អាចត្រឡប់ទៅវិញបន្ទាប់ពីរករកកន្លែងនេះយ៉ាងលឿនក្មេងស្រីតូចទៅចិត្តដុំណងពលមួយប្រនិយាយទៀតថានេះប្រៀបដូចជាចំហាយប្រលឹងនៃដង្ហើមនៃពិភពលោករបស់ខ្ញុំវូយ៉ងក៏បានសួរថាតើមានរឿងអ្វីកើតឡើងចំពោះពិភពលោករបស់អ្នកទៅក្មេងស្រីតូចនោះក៏បានតបទៀតថាវាគឺជារឿងវែងឆ្ងាយណាស់អរិយៈទាំង9សំឡងអំពីអរិយៈទាំង9ពីលំដាប់ទៀតទៅដល់បាក់ខ្ពស់ធម្មពលនៃខាងវិញ្ញាណកាន់តែរឹងមាំរវាងឋានសួគ៌និងផែនដីការដាំដុះនៃកម្លាំងរបស់អ្នកដាំដុះអាចពឹងផ្អែកទៅលើការឡើងភ្នំដើម្បីជួសជុលទៅកាន់ពិភពលោកដែលរងការខូចខាតចំណែកឯពិភពលោករបស់ខ្ញុំវិញគឺជាពិភពលោកនៃជាន់ទី7ហើយពិភពលោករបស់លោកគ្រូគឺជាពិភពលោកនៃជាន់ទី3ដូច្នេះការដាំដុះរបស់ខ្ញុំគឺខ្ពស់ជាងអ្នកវូយ៉ងក៏បានសួរទៅកាន់នាងទៀតថាហើយអ្វីបានជាអ្នកមិនឡើងទៅក្នុងអាណាចក្រខាងលើទៅហើយអ្វីបានជាអ្នកនៅទីនេះនាងក៏បានតបទៅវិញវាដោយសារតែខ្ញុំបានក្រនាពិភពលោកទាំង9នេះពេលអនាគតហើយទឹកដីទាំងអស់នោះនឹងត្រូវគ្រប់គ្រងទៅដោយមនុស្សដែលរស់នៅទីដាច់ស្រយាលគាត់ត្រូវបានដាក់ទោស4ដងធ្វើឲ្យរាងកាយរបស់គាត់មានការបំផ្លិចបំផ្លាញដែលនៃប្រលឹងមួយនៅស្ងៀមហើយបានភៀសខ្លួនទៅកាន់ពិភពលោកនេះវូយ៉ងក៏បានគិតមនុស្សដែលអ្នកបានយកឃើញគឺជាខ្ញុំមែនទេបន្ទាប់មកបានបើកឃ្លាឥតកំបាំងជាមុនខ្ញុំនឹងមានបញ្ហាមិនចេះចប់នៅថ្ងៃអនាគតតើអ្នកចង់ខ្ញុំយកនាងជាកូនសិស្សនឹងការពារទៅកាន់អ្នកមែនទេប៉ុន្តែនាងក៏បានទៅវិញថាខ្ញុំគឺមានប្រយោជន៍ខ្លាំងណាស់គណៈពេលនោះក៏មានអ្វីចេញមកនាងក៏បាននិយាយថានេះគឺជាពិភពលោករបស់ខ្ញុំនៅក្នុងកម្រិតព្រៃទី9យើងក៏ប្រហែលជាអាចស្វែងរកតម្រុយបន្ថែមទៀតនៅទីនេះផងដែរវូយ៉ងក៏បានសួរមានតែប៉ុណ្្នឹងទេបន្ទាប់ពីពួកគេធ្វើដំណើរទៅនឹងកាត់មកដល់កន្លែងមួយឯនេះវិញឃើញទៅកាន់ទងខ្មោចជាច្រើនផងដែរបន្ទាប់មកវូយ៉ងរបស់យើងក៏ធ្វើដំណើរមកកាន់កន្លែងអាចារ្យមួយវិញនិងក៏បានសួរទាំងបារម្ភហើយមកជាអ្នកមានការជិះចាប់យ៉ាងនេះអាចារ្យមួយវិញក៏បានទៅវិញថាពលនៃភ្នំពូខៀវរបស់យើងមិនបានស្នាឡើងពេញលេញនោះទេស្ដេចខ្មោចម្នាក់នោះគឺវាឆ្លៀតឱកាសក្នុងការលុកលុយដំឡើយព្រះវិហារបរិសុទ្ធនៃឈិញបានហាមឃាត់ខ្មោចមួយនោះមិននឹកស្មានដល់ថាខ្មោចនោះទទួលបានបច្ចេកទេសសម្ងាត់បែបណានោះទេនិងក៏បានទប់ទល់បំបីទៅកាន់វាគណៈពេលនោះក៏បានលើសំឡេងមួយហើយគ្មានប្រយោជន៍នោះទេដរាបណោះខ្ញុំនៅទីនេះតើហ៊ានចេញមកប្រយុទ្ធជាមួយនឹងខ្ញុំដែរទេបន្ទាប់មកវូយ៉ងរបស់យើងក៏ប្រាថ្នាពលបន្តិចទៅលើអាចារ្យមួយវិញប្រហែលជាជឿមិនដាញ់ថាពលអាក្រក់ក៏មិនដឹងដែរបន្ទាប់មកគាត់ក៏បានបើកបារាមួយប្រនិយាយទៀតថារបាំងនេះអាចជួសជុលទៅនឹងថាពលវិញ្ញាណខូចខាតរបស់ភ្នំពូខៀវបានអ្នកជួសជុលរបួសខាងក្នុងរបស់អ្នកនៅទីនេះទៅហើយគាត់ក៏ចង់ចាក់ចេញទៅប្រយុទ្ធជាមួយនឹងអបិស័យខ្មោចមួយនោះតែមួយវិញរបស់យើងក៏បានបារម្ភហើយប៉ុន្តែអ្នកគឺមិនបលឹងទៅពេលកណ្ដាលនោះទេចំពោះការរស់នៅនាពេលបច្ចុប្បន្ននេះនិងក៏ចង់ទៅជាមួយគាត់ផងដែរវូយ៉ងក៏បានប្រាប់បើថាកុំបារម្ភចំពោះរឿងនេះអីខ្ញុំគឺមានវិធីដើម្បីទប់ទល់ជាមួយនឹងបិស័យខ្មោចនោះហើយអ្នកគួរតែទុកចិត្តលើប្តីរបស់អ្នកទៅបន្ទាប់ពីគាត់សម្រេចទៅយ៉ាងអង្អាចនឹងបណ្ដាលឲ្យសាច់រឿងរបស់យើងបញ្ចប់ត្រឹមតែប៉ុណ្ណេះ